អត់ស្រួលខ្លួនល្មមអីបានបបពងទាប្រៃនេះមួយចានទៅនេះថាស្វាងចាស់ហើយបបថ្ងៃនេះអត់មានសណ្ដែកបដោះទេដែលសារបានតែលេងទឹកខ្ទឹមហើយដាក់ពងទាប្រៃចូលហ្មងសម្រាប់អ្នកខ្លះគាត់អាចស្ងោរពងទាប្រៃហើយបង្កាត់ដាក់តាមក្រោយតែខ្ញុំដាក់ឆៅហ្មងតែយើងគោះយកតែផ្នែកក្រហមឯងគោះដាក់ហើយកូរវាឲ្យសប់ឲ្យម៉ត់ហើយយើងដាក់ក្បាលពងទាចូលទៅដើម្បីវាមានក្លិនឈ្ងុយហើយក៏មានជាតិដែរកូរពងទានឹងឲ្យវាឡើងក្រៀមបន្តិចមកបន្ទាប់មកខ្ញុំដាក់អង្ករដូចឃើញអញ្ចឹងអង្ករតែកន្លះកូនចានតែយើងកូរឲ្យក្រៀមសប់ហើយចាំយើងចាក់តែនេះងោះរីងយូរបន្តិចដោយសារឲ្យអង្ករវារៀងរីកហើយគ្រឿងផ្សំអត់មានអីទេខ្ញុំដាក់តែរ៉ូឌីទឹកត្រីហើយនិងស្ករសតែប៉ុណ្្នឹងទេហើយប៊ីយឺហ៊ឺអីក៏ខ្ញុំអត់បានប្រើដែរប៉ុន្តែរសជាតិវាគឺឆ្ងាញ់ឈ្ងុយក្លិនពីក្បាលពងទាមកហ្មងណាយើងថែមផ្សិតខ្ទឹមគល់ខ្ទឹមលឹកខ្ទឹមអីចូលមកខ្ទឹមបំពងទៀតរត់តែឈ្ងុយហើយចុងក្រោយគេហ្នឹងគឺថែមបកាកូរតែបន្តិចទៅលើកមកញ៉ាំបានតែប៉ុណ្្នឹងជាការស្រេចហើយយើងដួសដាក់ចានមកថែមក្រូចឆ្មាបន្តិចមកហើយបើមានម្ទេសឆាទៀតរត់តែឆ្ងាញ់ហើយដូចខ្ញុំទៅធ្វើម្ទេសឆាហើយអញ្ចេះផងមានណាដាក់មកក្នុងវីដេអូដាក់តែកន្លះហើយតែជាក់ស្ដែងថែមកន្លះទៀតចង់មកស្លាបព្រាពេញហ្មងហើយនៅក្នុងវីដេអូ